ในក្នុងថ្ងៃច័ន្ទទី16ខែ6ដើមសប្តាហ៍នេះតម្លៃមាសក៏មានការប្រែប្រួលខ្លាំងដោយសារតែរងនៅឥទ្ធិពលសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលដែរប៉ុន្តែបើយោងទៅតាមការវិភាគបច្ចេកទេសគឺយើងឃើញថាមាសនៅតែស្ថិតនៅក្នុងទំនោរឡើងដដែលអញ្ចឹងយើងអាចធ្វើការប្រើបច្ចេកទេសវិភាគក្រាបដើម្បីរងចាំឱកាសចូលជួញដូរនៅក្នុងរកផលចំណេញនៅក្នុងវិស័យនេះអញ្ចឹងតោះមកមើលពីការវិភាគប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងសម្រាប់ក្រាបប្រចាំថ្ងៃគឺយើងឃើញថាកាលពីថ្ងៃសុក្រតម្លៃមាសបានឡើងមកបិទនៅប្រេកអៅទៅលើតម្លៃចាស់អញ្ចឹងវាបង្ហាញពីទំនោរនៃការបន្តកើនឡើងនៃតម្លៃមាសបន្ថែមទៀតហើយបើយើងងាកត្រឡប់ទៅមើលទៅក្នុងក្រាប4ម៉ោងវិញបាទអញ្ចឹងបើយើងមើលទៅលើក្រាបនៅក្នុងរយៈពេល4ម៉ោងគឺយើងឃើញថាតម្លៃមាសបច្ចុប្បន្នកំពុងតែចុះត្រឡប់មកវិញបន្ទាប់ពីវាឡើងទៅដល់តម្លៃ3451នៅព្រឹកនេះអញ្ចឹងយើងឃើញថាអ្នកជួញដូរនៅក្នុងForex ព្រឹកហ្នឹងគឺគេបានកាត់យកផលចំណេញនៅពេលដែលតម្លៃមាសឡើងទៅដល់តម្លៃខ្ពស់ដូច្នោះយើងមិនអាចទៅទិញនៅតម្លៃខ្ពស់ទៀតទេយើងទៅធ្វើការរងចាំដល់ពេលដែលតម្លៃវាចុះមកវិញជាមានសញ្ញាល្អយើងធ្វើការទិញឡើងត្រឡប់ទៅវិញអញ្ចឹងនៅក្នុងតំបន់ដែលយើងគួរតែរងចាំមាននៅក្នុងតម្លៃ3410ទៅ3420ជាតំបន់មួយដែលល្អក្នុងការចូលទិញឬមួយក៏តំបន់ដែលបើវាចុះមកខ្លាំងតំបន់ទី2ដែលយើងគួររងចាំគឺស្ថិតនៅក្នុងតំបន់3350ទៅ3365បាទអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ទៅលើការជួញដូរឧបករណ៍ Nissan ឬ Forex Trading ឬមួយក៏បងប្អូនចង់ធ្វើការសិក្សាស្វែងយល់បន្ថែមទៅលើវិស័យមួយនេះបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់រូបខ្ញុំបាទផ្ទាល់ Mr. Ben ដែលជាភ្នាក់ងារប្រឹក្សាយោបល់ជាន់ខ្ពស់មកពីក្រុមហ៊ុន GFGI អញ្ចឹងបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទក៏ដូចជា Facebook Page TikTok YouTube និង Social Media ផ្សេងៗដែលមានដាក់នៅក្នុងវីដេអូខាងក្រោមនេះអរគុណ